ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នា Welcome back មកកាន់ Channel YouTube BT Random Sing នេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅទស្សនានិងស្វែងយល់អំពីតើការគេងប្រហែលម៉ោងទើបជួយឲ្យសុខភាពយើងល្អបងប្អូនធ្លាប់ឮគេនិយាយថាយើងត្រូវតែគេងឲ្យបាន8ម៉ោងទើបសុខភាពយើងល្អតែការពិតទៅគឺមិនមែនគ្រប់គ្នាសុទ្ធតែតម្រូវឲ្យគេង8ម៉ោងទេអ្នកជំនាញផ្នែកការគេងបានបញ្ជាក់ថាមនុស្សម្នាក់ៗសុទ្ធតែត្រូវការពេលវេលាគេងខុសៗគ្នាជាទូទៅអ្នកជំនាញភាគច្រើនណែនាំថាមនុស្សពេញវ័យគួរតែគេងប្រហែលចន្លោះពី7ទៅ9ម៉ោងក្នុងមួយយប់ហើយការគេងតិចជាង7ម៉ោងជាប្រចាំអាចប្រឈមនឹងជំងឺលើសទម្ងន់ជំងឺលើសឈាមនិងជំងឺបេះដូងទៀតផងតែមនុស្សខ្លះអាចមានសុខភាពល្អដោយគ្រាន់តែគេងត្រឹមតែ5ទៅ6ម៉ោងខណៈពេលដែលមនុស្សខ្លះទៀតត្រូវការគេងរហូតដល់9ឬក៏10ម៉ោងទើបសុខភាពល្អហើយមានអារម្មណ៍ថាស្រស់ស្រាយអ្វីដែលសំខាន់មិនមែនត្រឹមតែចំនួនម៉ោងនៃការគេងប៉ុណ្ណោះទេប៉ុន្តែគុណភាពនៃការគេងឬក៏ការគេងឲ្យបានស្កប់ស្កល់ក៏ជាចំណុចសំខាន់ផងដែរធម្មតារាងកាយយើងមានប្រព័ន្ធសំខាន់ពីរដែលគ្រប់គ្រងការគេងទី1គឺសម្ពាធនៃការគេងដែលកើតឡើងនៅពេលដែលយើងគេងយូរឬក៏ភ្ញាក់យូរចំណុចទី2គឺនាឡិកាក្នុងសារពាង្គកាយដែលកំណត់ពេលងងុយនិងពេលភ្ញាក់ការគេងមិនទៀងទាត់ឬក៏ការគេងមិនគោរពតាមនាឡិកាក្នុងសារពាង្គកាយអាចធ្វើឲ្យប្រព័ន្ធទាំងពីរនេះដំណើរការខុសប្រក្រតីហើយធ្វើឲ្យគុណភាពនៃការគេងយើងធ្លាក់ចុះជាលំដាប់ក្រោមនេះជាគន្លឹះងាយៗដើម្បីបង្កើនគុណភាពនៃការគេងរបស់អ្នកទី1ចូលភ្ញាក់ពីគេងឲ្យបាននៅម៉ោងដូចគ្នាដដែលជារៀងរាល់ថ្ងៃសូម្បីតែថ្ងៃសម្រាកក៏ព្យាយាមធ្វើដូចនេះដែរទី2កុំបង្ខំខ្លួនឯងឲ្យចូលគេងបើអ្នកមិនទាន់ងុយគេងទី3ប្រសិនបើអ្នកចូលគេងហើយប៉ុន្តែអ្នកមិនអាចគេងក្នុងរយៈពេល20ទៅ30នាទីទេសូមក្រោកពីគ្រែទៅធ្វើសកម្មភាពស្ងប់ស្ងាត់ដូចជាការអានសៀវភៅឬក៏ការធ្វើសមាធិរហូតដល់អ្នកមានអារម្មណ៍ថាងងុយគេងដើម្បីឲ្យដឹងថាតើរាងកាយរបស់អ្នកពិតជាត្រូវការការគេងប៉ុន្មានម៉ោងទើបស្កប់ស្កល់សូមអ្នកសាកល្បងការគេងដោយមិនចាំបាច់ដាក់ម៉ោងរោហើយឲ្យភ្ញាក់ទៅតាមដំណើរធម្មជាតិឬក៏ភ្ញាក់ដោយឯងបន្ទាប់ពីធ្វើបែបនេះជាប់គ្នា2ទៅ3ថ្ងៃនោះរាងកាយរបស់អ្នកនឹងស្វែងយល់ដោយខ្លួនឯងថាតើគួរគេងប៉ុន្មានម៉ោងនិងគេងពេលណាទើបល្អចំពោះសុខភាពសូមចាំថាការគេងគ្រប់គ្រាន់និងមានគុណភាពល្អគឺជាគន្លឹះដ៏សំខាន់សម្រាប់សុខភាពរាងកាយនិងផ្លូវចិត្តរបស់លោកអ្នកជាបងប្អូនចូលចិត្តវីដេអូចំណេះដឹងសុខភាពងាយៗឬក៏គិតថាវីដេអូនេះសំខាន់សូមចុច Subscribe និង Share ដើម្បីឲ្យបងប្អូនដទៃទៀតបានឃើញវីដេអូនេះផងដែរអរគុណចំពោះការតាមដានស្ដាប់រហូតដល់ចប់សូមជូនពរបងប្អូនមានសុខភាពល្អនិងសំណាងល្អ